ឯកឧត្តមសំណួរទី1ដែលក្រុមការងារសារព័ត៌មានព្រះខ័នទទួលបានពីប្រជាប្រដ្ឋខ្ញុំសូមអានសំណួររបស់គាត់តែម្ដងគាត់សួរថាបងខ្ញុំឃើញគេផ្សព្វផ្សាយអំពីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការខ្ញុំឆ្ងល់ថាតើអ្វីទៅជាយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបាទថ្ងៃនេះខ្ញុំមានសេចក្តីសំណោះរីករាយណាស់ដែលបានចូលខ្លួនមកធ្វើជាវាគ្មិនឆ្លើយតបជាមួយនឹងសំណួរដែលខាងសារព័ត៌មានព្រះខ័នទទួលបានពីសាធារណជនចា៎ហើយចំពោះសំណួរទី1ដែលបានសួរថាតើអ្វីទៅជាយន្តការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការខ្ញុំសូមជំរាបជូនថាការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការគឺវាមានលក្ខណៈមួយដែលធ្វើការដោះស្រាយវិវាទនៅក្រៅប្រព័ន្ធតុលាការហ្នឹងគឺកន្លងមកជាទូទៅប្រជាពលរដ្ឋនៅពេលដែលគាត់មានវិវាទឬក៏មានបញ្ហាកើតឡើងទំនាស់កើតឡើងគាត់តែងតែយកនៅវិវាទរបស់គាត់នឹងទៅដោះស្រាយនៅក្នុងប្រព័ន្ធតុលាការបន្តនីតិវិធីជាមួយនឹងស្ថាប័នតុលាការរងចាំរហូតដល់ចេញជាសេចក្តីសម្រេចរបស់តុលាការជាសាច់ក្រមហើយមានការប្តឹងផ្ដល់គ្នាបន្តរហូតទៅ3សាលាក៏ប៉ុន្តែចំពោះយន្តការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការគឺប្រជាពលរដ្ឋគាត់អាចធ្វើការសម្រុះសម្រួលគ្នានៅនឹងមូលដ្ឋានផ្ទាល់ដោយការទៅជែកគ្នាទៅវិញទៅមកឬក៏ដោយមានជនទី3ណាមួយដើម្បីចូលមកធ្វើជាអ្នកសម្របសម្រួលនៅក្នុងការដោះស្រាយវិវាទផ្ទាល់ខ្លួនរបស់ពួកគាត់ចា៎យ៉ាងណាមិញយើងវិលត្រឡប់មកយន្តការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការក្នុងក្របខ័ណ្ឌនៃអដករបស់យើងយន្តការនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការក្នុងក្របខ័ណ្ឌអដកគឺជាយន្តការថ្មីមួយដែលទើបតែត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ2023នៅខែវិច្ឆិកាកាលពីថ្ងៃទី2ហើយយន្តការនេះគឺជាយន្តការថ្មីមួយដើម្បីបង្កើតគឺបំពេញបន្ថែមទៅឲ្យយន្តការដែលមានស្រាប់នៅក្នុងសង្គមកម្ពុជាយើងហើយយន្តការនេះគឺមានលក្ខណៈពិសេសមួយគឺថាយើងលើសពីអ្វីដែលគេមានកន្លងមកគឺកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទដែលធ្វើឡើងដោយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការយើងហ្នឹងគឺមានអនុភាពអនុវត្តដោយសារក្រមស្ថាពររបស់តុលាការផងដែរ